អតីតហាងសុកផ្ដាច់បលឹងនៅខាងគិរីរម្យជឿជាក់ថាមួយជាច្រើនប្រកាសជានៅចាំមុខអ៊ំស្រីព្រោះដោយសារតែមួយខ្លះហ្នឹងគឺញ៉ាំតាំងពីនៅរៀនរហូតដល់ឥឡូវកូន1កូន2ណាហើយគិតមកទល់ឥឡូវនេះគឺអ៊ំស្រីគាត់ចូលជើងបានខ្ទង់30ឆ្នាំហើយសម្រាប់ស៊ុបនៅកន្លែងគាត់គឺឆ្ងាញ់មែនតើនិយាយទៅគឺថាចេញមកលក្ខណៈជើងចាស់មាន1គ្មាន2ហើយបើថាទឹកជ្រលក់នេះវិញគឺថាដាក់ចូលគ្នាមកគឺត្រូវជាតិតែម្ដងហើយបើភ្ញៀវរបស់គាត់គឺថាពេលល្ងាចឡើងគឺណែនតែម្ដងសម្រាប់ហាង Two Sister ទៅនេះគឺនៅទល់មុខជាមួយនឹងសាលា Belty សាខាគិរីរម្យពុកម៉ែបងប្អូនដូចតែបានឃើញអញ្ចឹងគឺថាភ្ញៀវរបស់គាត់ច្រើនមែនតើឲ្យទៅពេលល្ងាចឡើងគឺថាទៅណែនតែម្ដងហើយគាត់ក៏មានជាប្រភេទខួរជ្រូកបែបនេះដែរហើយពេលដែល Two Sister ទៅហ្នឹងគឺចិត្តអស់ឲ្យពុកម៉ែបងប្អូនទៅដល់ដំបងអត់ទាន់បានថតដល់ពេលរៀងយូរភ្ញៀវកំងអាលីងហើយចូលមកដល់ខាងនេះវិញគឺជាខាងផ្នែករៀបចំបន្លែក៏ដូចជាទឹកស៊ុបហ្នឹងគឺថាបងចាប់ផ្ដើមរូតរះរៀបចំឲ្យខ្លាចភ្ញៀវមកដល់អត់ទាន់ណោះហើយខាងនេះវិញគឺជាប្រភេទទឹកស៊ុបពុកម៉ែបងប្អូនគឺថាខ្លួនគេឡើងឈ្ងុយតែម្ដងរងាស់ចេញពីឆ្អឹងគោសម្រាប់រយៈពេលរងាស់វិញគឺចំណាយតាំងពីព្រលឹមរហូតដល់ម៉ោងមិន12 10អីបានឆ្អិននិយាយទៅគឺថារងាស់ឲ្យយូរអញ្ចឹងបានក្លិនចេញមកឈ្ងុយមានជាតិនិយាយទៅគឺថាឆ្អឹងគោដឹងស្រាប់ឲ្យពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនអ្នកខ្លះដែលនៅចាំមុខអ៊ំស្រីព្រោះដោយសារតែអ៊ំស្រីគឺថាឈរជើងលក់នៅទីនេះយូរឆ្នាំមកហើយដូចជាឃើញអញ្ចឹងនេះគឺថាជាប្រភេទសាច់របស់គាត់នេះវិញគឺទំនងមែនតើរបៀបថាវានៅរៀងជាប់ខ្លាញ់អញ្ចឹងនៅពេលដែលយកទៅដាក់ស៊ុបទៅអូយគឺថាជាតិខ្ទិះញាក់តែម្ដងហើយគាត់ក៏មានជាប្រភេទកញ្ចក់ជើងគោអញ្ចឹងដែរអញ្ចឹងពេលដែលទៅដល់ពុកម៉ែបងប្អូនអាចសាកសួរបន្ថែមអញ្ចឹងទៅតាក់ទងជាមួយនឹងតម្លៃណាហើយនៅទីនេះគឺគាត់អត់មានដាក់តាម app ទេពុកម៉ែបងប្អូនប៉ុន្តែអាចខលទៅហាងផ្ទាល់ដើម្បីខ្ចប់គាត់ដឹងជូនទៅដល់ផ្ទះតែម្ដងសម្រាប់តម្លៃខ្ចប់ហ្នឹងគឺចាប់ពី55,000 រៀលឡើងទៅគាត់មានបន្លែមានអីនៅក្នុងហ្នឹងមួយសេតតែម្ដងប៉ុន្តែបើសិនជាយើងទៅញ៉ាំផ្ទាល់ដូច Twister អញ្ចឹងគឺមួយឆ្នាំងតូចដែល Twister កំងហ្នឹងគឺតម្លៃ30,000ណាពុកម៉ែបងប្អូនគឺមានតែទឹកស៊ុបហើយនឹងសាច់នៅខាងក្នុងហ្នឹងទេតាក់ទងជាមួយនឹងបន្លែអីគឺយើងអាចហៅកំងខាងក្រៅបានអញ្ចឹងណាហើយបើទឹកជ្រលក់ទឹកម្ទេសបើគាត់នេះវិញគឺមើលទៅធម្មតាទេប៉ុន្តែมันធម្មតាណាមិនដឹងថាជាតិមកពីណាទេពុកម៉ែបងប្អូននៅពេលដែលយើងជ្រលក់ជាមួយនឹងសាច់ក៏ដូចជាបន្លែទៅត្រូវគ្នាមែនតើគាត់មានពីរជម្រើសមានជាប្រភេទទឹកតាហ៊ូក៏ដូចជាទឹកសៀងទឹកម្ទេសអញ្ចឹងទៅហើយឥឡូវនេះគឺថាស៊ុបរបស់យើងបានឆ្អិនហើយពុកម៉ែបងប្អូនហើយសម្រាប់ប្រហិតត្រីនេះគឺឆ្ងាញ់មែនតើគាត់ធ្វើខ្លួនឯងសម្រាប់ប្រហិតត្រីហ្នឹងគឺមួយចាន15,000ណាអញ្ចឹងពុកម៉ែបងប្អូនអាចហៅដូច Twister នេះបានហើយសម្រាប់ហាងរបស់គាត់នេះពុកម៉ែបងប្អូនគឺអត់មានឈ្មោះទេប៉ុន្តែកាលពីមុនហ្នឹងគឺភ្ញៀវដាក់ឈ្មោះថាហាងស៊ុបផ្ដាច់បលឹងព្រោះដោយសារតែគាត់បើកលក់នៅមុខផ្ទះហើយដល់ពេលក្រោយមកក៏គាត់បើកមកសយាផ្ទះវិញប៉ុន្តែប្រហែលឆ្នាំដូចជា10ឆ្នាំជាង20ឆ្នាំនេះគាត់បានដូរមកលក់នៅខាងក្នុងហើយដោយសារតែគេទៅជួលឲ្យអញ្ចឹងណាអញ្ចឹងឥឡូវនេះគឺហាងគាត់នៅអត់ទាន់មានឈ្មោះទេមួយដែលតែញ៉ាំនៅកន្លែងអ៊ំស្រីមានរសជាតិបែបណាអីចាំជួយដាក់ឈ្មោះហាងឲ្យអ៊ំស្រីម្នាក់មួយផងហើយសម្រាប់ទឹកស៊ុបនេះវិញពុកម៉ែបងប្អូនគឺថាឈ្ងុយមែនតើហើយយើងដាក់ទឹកជ្រលក់ដាក់អីចេះមកគឺថាអូជាតិតែម្ដងដាក់ឲ្យហិលបើសិនជាពុកម៉ែបងប្អូនចូលចិត្តញ៉ាំជូរអីច្រវាច់ក្រូចឆ្មាថែមមកធានាថារសជាតិគុណ10គុណ20ហ្មងហើយអញ្ចឹងឥឡូវនេះគឺថា Twister ចាប់ផ្ដើមញ៉ាំហើយណាពុកម៉ែបងប្អូននិយាយទៅគឺថាប្រហិតត្រីដែលគាត់ធ្វើខ្លួនឯងនោះឡងស្វិតហើយឆ្ងាញ់មែនតើហើយសម្រាប់ប្រហិតសាច់គោហ្នឹង Twister អត់ដឹងថាគាត់ធ្វើខ្លួនឯងឬមួយក៏ទិញពីគេទេប៉ុន្តែទទួលបានរសជាតិមួយបែបស្វិតឆ្ងាញ់ដែរហើយបើទឹកស៊ុបវិញគឺចេញមកបែបមានជាតិបែបរងាស់ចេញពីឆ្អឹងគោហើយសម្រាប់ស៊ុបមួយឆ្នាំនេះគឺយើងអាចញ៉ាំបានពី2ទៅ3នាក់ដែលគាត់ដាក់សាច់មកជាមួយនឹងទឹកស៊ុបហ្នឹងច្រើនអញ្ចឹងពុកម៉ែបងប្អូនគ្រាន់តែហៅសាច់ក៏ដូចជាបន្លែថែមខាងក្រៅតិចតួចអីទៀតហ្នឹងទៅគឺគ្រាន់ហើយ Twister recommend ឲ្យពុកម៉ែបងប្អូនបានទៅសាកណាដែលហាងហ្នឹងគឺមានបើកចាប់ពីម៉ោង3ល្ងាចរហូតដល់ម៉ោង10យប់វីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេបាយ